ឲ្យបងថ្លៃមើលបន្តិចមើលសាំងយូធំពេញក្រមុំបាត់ហើយតែនឹងបងថ្លៃធ្វើអញ្ចឹងមិនអាណិតបងស្រីខ្ញុំទេមិនអាណិតកូនស្រីខ្លួនឯងទេអីនាងទើបតែអាយុ5ឆ្នាំទេណាក្មេងតូចគួរឲ្យស្រឡាញ់ស្លៀកពាក់សិចស៊ីអញ្ចឹងមិនមែនចង់តាក់ប្រុសទេអីសាំងយូកុំខ្លាចអីណាក្បាច់លើក្រែបងថ្លៃលយណាស់ធានាថាម្ដងគឺជាប់ចិត្តថ្មងបងស្រីបងជួយខ្ញុំផងចៅជាងអាថោកទៀបប្អូនស្រីខ្ញុំទើបតែអាយុ20ឆ្នាំទេម៉ែវាប៉ុន្មានឆ្នាំនេះពួកនាងពីរនាក់បងប្អូនស៊ីដេកផ្ទះអញលេងនាងបន្តិចវិថីមើលទៅមេរៀនលើកមុនមិនទាន់គ្រប់គ្រាន់ទេចាំអញលេងពួកនាងឯងម្ដងលេងអញចេញលេងអញប្រញាប់ទៅសាំងយូរត់ឲ្យឆ្ងាយទៅបងខ្ញុំមិនទៅទេបើខ្ញុំទៅចៅជាងនឹងវីបងស្លាប់មិនខានស្ដាប់បង្គាប់បងទៅបងស្រីប្រញាប់រត់ទៅកុំត្រឡប់មកវិញឲ្យសោះតែតើខ្ញុំអាចទៅណាបានទៅនាងនឹងហើយដែលលោកយាយឲ្យខ្ញុំរៀបការជាមួយនោះមកកូនកំឡោះកូនក្រមុំខិតចិត្តគ្នាបន្តិចមកនឹងហើយខិតចិត្តគ្នាបន្តិចទៀតអូខេញឹមមួយខ្ញុំនឹកស្មានមិនដល់សោះថារៀបការជាមួយមនុស្សដែលស្គាល់គ្នាមិនបានកន្លះថ្ងៃផងតើគាត់នឹងល្អចំពោះខ្ញុំទេខែមុននាងបានជួយលោកយាយម្នាក់ត្រកូលឈីនគាត់គឺជាយាយរបស់ខ្ញុំគាត់សង្ឃឹមថាពួកយើងអាចរៀបការនឹងគ្នាលោកគឺចៅប្រុសដែលលោកយាយឈីននិយាយថាល្អគ្រប់យ៉ាងតែគ្មានអ្នកណាយកនោះមែនទេខ្ញុំឈ្មោះគូយៀនសិនធ្វើការនៅក្រុមហ៊ុនហាន់យូជាអ្នកបើកឡានឲ្យកែនីយកសាំងយូជាក្មេងកំសត់គ្មានពុកម៉ែថែមទាំងឆាប់ភ័យទៀតចៅឯងកុំប្រាប់អត្តសញ្ញាណពិតនាងដឹងឲ្យសោះប្រយ័ត្ននាងភ័យតែខ្ញុំអាចផ្ដល់គ្រួសារមួយឲ្យនាងបានតើនាងព្រមរៀបការនឹងខ្ញុំទេគឺថាយប់នេះខ្ញុំដេកនៅណាទៅចុះនាងគិតមិនដែរខ្ញុំគិតថាខ្ញុំដេកបន្ទប់ភ្ញៀវក៏បានដែរតែខ្ញុំគិតថានាងអាចដេកបន្ទប់ធំបានពួកយើងមិនទាន់ស្និទ្ធស្នាលគ្នាផងមិនបាច់ប្រញាប់បំពេញតួនាទីប្តីប្រពន្ធពេកទេដឹងមិនក៏មិនបានពួកយើងជាប្តីប្រពន្ធស្របច្បាប់តើមិនបានគឺមិនបានហើយពួកយើងឥឡូវនេះមិនទាន់មើលទៅនាងដូចជាមិនប្រកែកទេតើណោះសាំងយូនាងឯងទៅរករឿងអីប្រធានលាវហាប្រញាប់វាមកកំដរគាត់ផឹកវិញភ្លាមមកចាខ្ញុំទៅឥឡូវហើយនេះសោផ្ទះឆាប់ត្រឡប់មកវិញផងណាបងស្រីខ្ញុំមានផ្ទះផ្ទាល់ខ្លួនហើយខ្ញុំនឹងខំប្រឹងដើម្បីគ្រួសារតូចមួយនេះមើលទៅនាងពិតជាចាំខ្ញុំលែងបានមែននាងប្រកាសទេថាប៉ះពាល់នាងនោះមិនមានបញ្ហាអីប្រធានលាវលោកទុកចិត្តចោះនាងនឹងត្រឹមជាក្មេងកំព្រាគ្មានខ្នងបង្អែកជាមនុស្សក្រីក្រតម្យ៉ាងទៀតនាងតែងតែប្រើល្បិចនឹងដើម្បីយកកុងត្រាការងារតើបើលោកពេញចិត្តនាង